អ្នកណាសំឡាប់ម្ដាយឪពុកឯងដូចជារំលាយព្រះពុទ្ធជនណាសំឡាប់មេត្តាបិតាតោលតោសាដែលមានឈ្មោះថាអនន្តរិយកម្មរួងខាងទុករកតែលៀនឆ្នាំទទួលទុំជាពុទ្ធច្រមខំបងទុំជាអាហាជ្រោះជ្រៅល្វឹងល្វើយហើយមិនរួចឡើយគេទៅនាងឡើយអំបីបងទីទោះជាលំបាកតោយ៉ាងណាគូកុំបងទីមេត្រានឹងព្រះជ្រះនេះនៃយើងពុទ្ធគឺជាមេត្តាបិតាគួរតាគោរពបូជារក្សាឲ្យបានរុងរឿងពីត្រៃសារណាំសម្រាប់ខ្លួនយើងត្រូវតែនៅកំកាយជាគ្រឿងចំណងជីវិតចងរៃគ្រោះភ័យអាសន្នមានតែព្រះគុណទងជាទងនួននៃព្រះបបិទ្ធព្រះធម៌ព្រះសង្ឃដែលជានិមិត្តបង្ហាញផ្លូវត្រូវដល់ចិត្តឲ្យគិតក្នុងភពនេះ